គោលនីតិជំរាបជូនដោយលោកសុខៈសំជុញបាទសូមអរគុណច្រើនលោកបុត្រាបាទទូរទស្សនិកជនជាទីគោរពរាប់អានព័ត៌មានជាបន្តតាក់ទងទៅនឹងនគរបាលខេត្តកំពង់ធំនិងនគរបាលរាជធានីភ្នំពេញលោកខាត់ខ្លួនលោកស្រីម៉ែនសុភ័ណ្ឌដែលយើងធ្លាប់បានផ្សាយពាក់ព័ន្ធបញ្ហាដីធ្លីអីមួយចំនួននៅខេត្តកំពង់ធំណាឥឡូវនេះគឺថាខាត់ខ្លួនដោយនគរបាលព្រំប្រទានខេត្តកំពង់ធំសហការជាមួយនគរបាលរាជធានីភ្នំពេញខាត់ខ្លួនកាលពីរសៀលថ្ងៃទី26ខែកញ្ញាឆ្នាំ2015មកម្លេះតាមដីកាបញ្ជារបស់សាលាដំបងខេត្តកំពង់ធំពីបទឆបោកហើយចេញសាច់ទំនុកលោកវិរៈសនីណារ៉ាប្រធានការិយាល័យព្រំប្រទានកម្រិតធ្ងន់សំទោសប្រធានការិយាល័យព្រំប្រទានខេត្តកំពង់ធំបានឲ្យដឹងថានៅថ្ងៃទី26ខែកញ្ញាកម្លាំងនគរបាលខេត្តចំនួន4នាក់ដឹកនាំដោយលោកសាយណូរ៉ាដែលជាព្រះរាជអាជ្ញារងខេត្តកំពង់ធំបានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌដូនពេញនាំខ្លួនលោកស្រីម៉ែនសុភ័ណ្ឌបញ្ជូនយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំវេលាម៉ោង 7:08 លុះព្រឹកឡើងទើបបញ្ជូនទៅសាកសួរនៅសាលាដំបងខេត្តកំពង់ធំចាប់ពីម៉ោង 7 រហូតជិតដល់2រសៀលទើបតុលាការសម្រេចដោះលែងឲ្យស្ថិតនៅក្រៅឃុំហើយក្រោមការត្រួតពិនិត្យរបស់តុលាការមានន័យថាมันអាចធ្វើអ្វីផ្ដេសផ្ដាសបានទេហើយបើសិនតុលាការក៏ហៅត្រូវតែចូលខ្លួនជាបន្ទាន់តែទន្ទឹមនឹងបញ្ហានេះលោកហេងច័ន្ទនរិនជាចៅក្រមស៊ើបសួរសាលាដំបងខេត្តកំពង់ធំលោកបានប្រាប់សារព័ត៌មានថាសំណុំរឿងលោកស្រីម៉ែនសុភ័ណ្ឌនេះមានតែមួយរឿងទេផ្សេងទវីរបស់លោកស្រីទៅធានាអះអាងសុំឲ្យនៅក្រៅឃុំហើយដាក់ប្រាក់តម្កល់ធានាចំនួន$50,000សហរដ្ឋអាមេរិកដើម្បីឲ្យបាននៅក្រៅឃុំអញ្ចឹងក្រៅឃុំហើយអាហ្នឹងគឺជាគឺថាជានីតិវិធីរបស់ច្បាប់គឺទី1អាចមេធាវីធានាទី2ប្រាក់តម្កល់ដើម្បីធានាទី3គឺមានមុខរបរច្បាស់លាស់មួយពិតប្រាកដអាហ្នឹងគេអាចសុំនៅក្រៅឃុំច្បាស់លាស់ដែលគេមិនអាចរត់គេចខ្លួនឬក៏បំបត្តិវត្ថុតាងសក្ខីកម្មផ្សេងឬក៏ដាក់សម្ពាធទៅលើសាក្សីអីចឹងជាដើមអាហ្នឹងគឺថាចៅក្រមស៊ើបសួរគេអាចនឹងមិនឃុំខ្លួនទេដោយមើលទៅលើនីតិវិធីនៃការឃុំខ្លួនឬក៏មូលហេតុនៃការឃុំខ្លួននោះចំពោះបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីជាមួយនឹងលោកស្រីម៉ែនសុភ័ណ្ឌលោកនៅតែមានសិទ្ធិនៅក្នុងការដាក់បណ្ដឹងបន្ថែមទៅតុលាការដើម្បីឲ្យតុលាការស៊ើបអង្កេតបន្តទៀតពីព្រោះនៅពេលដែលខាត់ខ្លួនលោកស្រីម៉ែនសុភ័ណ្ឌគឺបងប្អូនប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាច្រើនរយគ្រួសារនោះបានសម្ដែងការសាទរណាគឺថាខាត់ខ្លួនមកហើយប៉ុន្តែលោកបញ្ជាក់សាយដែលគ្មាន$50,000សហរដ្ឋអាមេរិកជាបទល្មើសព្រហ្មទណ្ឌហើយចំពោះបទល្មើសផ្សេងពាក់ព័ន្ធការឆបោកពាក់ព័ន្ធការរំលោភដោយសេចក្តីទុកចិត្តរឿងដីធ្លីជាមួយប្រជាពលរដ្ឋអាហ្នឹងប្រហែលជាសំណុំរឿងផ្សេងអញ្ចឹងប្រហែលជារងចាំបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋតទៅទៀតជាយ៉ាងណាក៏ដោយគឺនឹងធ្វើទៅតាមដំណាក់កាលនីមួយបាទទាំងលោកស្រីម៉ែនសុភ័ណ្ឌគឺមានមេធាវីការពារទាំងតុលាការក៏មានសិទ្ធិអនុវត្តទៅតាមផ្លូវច្បាប់ដូចគ្នាដែរសូមអនុញ្ញាតបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំសូមជូននីតិទៅលោកបន្តបាទសូមអរគុណលោកសុខៈទូរទស្សនិកជនជាទីគោរពរាប់អានត្រឡប់ទៅកាន់ខេត្តកំពង់ចាមឯនោះវិញនិយាយពីវិស័យកសិកម្មបាទបើតាមការលើកឡើងរបស់លោកលូតគឹមស្រុនដែលជាប្រជាកសិករនៅក្នុងភូមិរੂឃុំត្រប់ឆ្នាំនេះកសិករបានត្រៀមភ្ជួរដីវាអត់មានទឹកធំគឺទឹកតូចអញ្ចឹងទេគឺអាចសាព្រោះបានទឹកឡើងមកគឺល្មមយើងអាចសាព្រោះបានបាទហើយលោកបានឲ្យដឹងថាការធ្វើស្រូវប្រាំងផ្ដល់ផលស្រូវក្នុង1ហិកតាបានរហូតដល់ពី6តោនទៅ7តោនក្នុង1ហិកតាដោយឈ្មួញមកទិញក្នុង1គីឡូក្រាមស្រូវសើមវាមានតម្លៃពីរផ្សេងគ្នាតម្លៃស្រូវសើមគឺ730រៀល1គីឡូក្រាមហើយស្រូវស្ងួត1គីឡូក្រាមបាន1000រៀលបាទហើយកសិករបានបន្តដឹងទៀតថានៅឆ្នាំដែលទឹកតូចកសិករនៅក្នុងឃុំត្រប់អាចធ្វើស្រូវបាន3ដងក្នុងមួយឆ្នាំ
បាទហើយផ្ទុយទៅវិញនៅឆ្នាំដែលមានទឹកជ្រៅធ្វើឲ្យកសិករធ្វើស្រូវបានតែ2ដងទៅ1ដងក្នុងមួយឆ្នាំទេដោយរងចាំទឹកនឹងវាស្រករហូតដល់ខែមករាអញ្ចឹងទេកសិករនៅក្នុងឃុំត្រប់និងឃុំរ៉ូតលោកមានផ្ទៃដីធំសម្រាប់ធ្វើស្រែហើយនៅក្នុងឆ្នាំទឹកធំគេអាចធ្វើស្រូវដោយប្រើពូជ ER ឬក៏ស្រូវ85ខ្ញុំសូវដឹងទេជំនាញបច្ចេកទេសពូជស្រូវគេបាទហើយទាំងនោះបងប្អូនបានឲ្យដឹងថានៅឆ្នាំទឹកតូចកសិករធ្វើស្រូវបាន3ប្រភេទក្នុងមួយឆ្នាំគឺទី1ស្រូវ ER ហៅស្រូវ3ខែឬស្រូវ85ណាអូស្រូវ85 ER ហ្នឹងដែលមានរយៈពេល3ខែបានផលទី2ស្រូវកណ្ដាលដូចជាស្រូវកង្កោកពុងដែលរយៈពេលដាំដុះហ្នឹងគឺ4ខែឬក៏4ខែកន្លះវាជិតកន្លះឆ្នាំដែរបានផលនិងទី3គឺស្រូវធ្ងន់ដែលប្រើអស់រយៈពេល6ខែទើបបានផលស្រូវធ្ងន់ហ្នឹងហើយលោកការងារទំនៀមហើយដែលមានការធ្វើកសិកម្មសិប្បកម្មនៅពេលណាដែលទឹកនឹងបានស្រកគឺប្រជាពលរដ្ឋលោកសប្បាយចិត្តណាស់នៅពេលដែលទឹកនឹងបានស្រកហើយទឹកនឹងតូចវាមិនធំតែបើទឹកធំវិញពិបាកជាធ្ងន់កហើយបាទហើយអញ្ចឹងទេគឺបានសាទរដោយសារតែឆ្នាំហ្នឹងទឹកតូចគាត់អាចបដិញប្រមូលផលស្រូវនឹងបានលឿនឆាប់រហ័សហើយលោកបានបញ្ជាក់ដែរថានៅឆ្នាំហ្នឹងកសិករបានបង្កើនការធ្វើស្រូវប្រាំងអាស្រ័យផលដល់ចាប់ផ្ដើមពីចុងខែកញ្ញាទៅគឺចាប់ផ្ដើមផុសផលឲ្យបងប្អូនជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើទឹកតូចមានន័យថាទឹកវាលិចដែរអញ្ចឹងវានាំជីនាំជាតិមកស្រោចស្រពលើដីស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋអញ្ចឹងហើយក៏វាមានទឹកមានអីដើម្បីធ្វើស្រែធ្វើចម្ការនៅពេលដែលស្រកទៅវិញដែរប៉ុន្តែខេត្តមួយចំនួនដូចជារតនគិរីទៅមានភ្លៀងតិចទេខុសពីឆ្នាំកន្លងទៅដែលមានភ្លៀងច្រើនអញ្ចឹងក៏វាមានការប៉ះពាល់អវិជ្ជមានមួយសម្រាប់ការធ្វើស្រែធ្វើចម្ការរបស់បងប្អូនប្រជាពលរដ្ឋនៅស្ទឹងត្រែងក៏ចេះក៏មិនសូវមានភ្លៀងដែរអញ្ចឹងហើយកាលណាវាអត់លិចជីជាតិដីស្រែហ្នឹងអញ្ចឹងក៏ធ្វើផលវាមិនសូវបានអញ្ចឹងវាពិបាកអាលិចក៏ពិបាកអាមិនលិចក៏ពិបាកប៉ុន្តែធ្វើម៉េចឲ្យវាលិចល្មមខាងកំពង់ល្មមបើល្មមល្អកុំឲ្យតែលិចទៅវាលងអាលិចនេះលងយ៉ាប់មកអរគុណឥឡូវនេះសូមអនុញ្ញាតជូនព័ត៌មានមួយទៀតគឺកាកបាទក្រហមកម្ពុជាលោកនាំយកអំណោយទៅជូនដល់បងប្អូនជនជាតិដើមភាគតិចនៅក្នុងស្រុកអូយ៉ាដាវរតនគិរីចំនួន445គ្រួសារបាទក្នុងឱកាសនៃការនាំយកអំណោយដែលដឹកនាំដោយអាដាមអ៊ុយសំអាតប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជានេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាលោកក្រៅពីចាត់ចែងឲ្យដឹកនាំអំណោយទៅចែកជូននេះគឺផ្ដាំផ្ញើនៅសារសំខាន់ដើម្បីជាប្រយោជន៍ទូទៅដល់បងប្អូនប្រជាពលរដ្ឋទី1សម្ដេចលោកបានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងម៉េចទៅថែរក្សាសុខភាពឲ្យបានល្អប្រសើរទាំងការបរិភោគចំណីអាហាររឿងទឹករឿងអីហ្នឹងគឺថាញ៉ាំទឹកឆ្អិនញ៉ាំទឹកស្អាតឲ្យបានគប់ជាប្រចាំដើម្បីជៀសវាងនៅជំងឺតម្កាត់ផ្សេងហើយបើមានជំងឺតម្កាត់សូមបញ្ញាប់បញ្ញាល់ទៅកាន់មណ្ឌលសុខភាពឬក៏មន្ទីរពេទ្យបង្អែកជាពិសេសគឺបើពេទ្យឯកជនសូមឲ្យពេទ្យនោះវាមានច្បាប់ទម្លាប់ត្រឹមត្រូវចំពោះស្ត្រីដែលមានផ្ទៃពោះគឺថាត្រូវពិនិត្យផ្ទៃពោះឲ្យបានទៅតាមការកំណត់មួយខែម្ដងចឹងជាដើមបាទហើយទទួលថ្នាំជាតិដែកយកមកញ៉ាំឲ្យគ្រប់យ៉ាងហោចណាស់90គ្រាប់បាទឲ្យទៅសម្រាប់កូននៅមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យបង្អែកឬក៏ពេទ្យឯកជនដែលមានច្បាប់ត្រឹមត្រូវបាទហើយក្រៅពីហ្នឹងគឺថាអាដាមអ៊ុយសំអាតលោកក៏បានលើកឡើងនៅអនុសាសន៍របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមថាកាកបាទក្រហមនឹងព្យាយាមចូលរួមជាមួយរដ្ឋាភិបាលដើម្បីធ្វើឲ្យសម្រេចនៅសារាចរ03សារាចរ03នេះគឺទី1គ្មានការឆ្លងមេរោគអេដស៍ជាថ្មីបាទនេះកុំឲ្យមានការចម្លងជាថ្មីទី2កុំឲ្យមានការស្លាប់ដោយសារតែជំងឺអេដស៍នឹងវាបន្តទៅទៀតទី3គឺធ្វើម៉េចចូលរួមកាត់បន្ថយការរើសអើងអ្នកដែលរស់នៅជាមួយនឹងមេរោគអេដស៍ពីចំណោមមហាជនបាទឥឡូវយើងឃើញថាមហាជនលោកមិនរើសអើងអីទេដូចសម័យមុនគឺថារើសអើងដែរបាទឥឡូវគឺកាត់បន្ថយបានច្រើនណាតាមរយៈការផ្សព្វផ្សាយហ្នឹងបាទហើយចុងក្រោយដែរគឺថាសម្ដេចក៏បានផ្ដាំផ្ញើដល់យុវជនយុវនារីទាំងអស់តាមរយៈអាដាមអ៊ុយសំអាតហ្នឹងគឺថាធ្វើម៉េចជៀសចេញឲ្យឆ្ងាយអំពីបញ្ហាគ្រឿងញៀនបាទអំពើបាយមុខផ្សេងមកប្រឹងប្រែងរៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយបាទហើយគោរពច្បាប់ចរាចរណ៍ទៀតពីព្រោះគ្រោះថ្នាក់ចរាចរណ៍វាកាន់តែធ្វើឲ្យមានបញ្ហាបាទ
ហើយនេះគឺជាសកម្មភាពតាមផ្ទះដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនហ្នឹងមិនអាចមកកាន់កន្លែងចែករួមបានចំនួន445គ្រួសារហ្នឹងអញ្ចឹងទៅដល់គេអឋានហ្មងមានលោកយាយចាស់ជរាមានលោកតាចាស់ជរាមានមួយចំនួនទៀតតាចាស់ជរាជាដើមបាទអរគុណណាស់នេះគឺជាសកម្មភាពរបស់កាកបាទក្រហមកម្ពុជាទៅកាន់ស្រុកអូយ៉ាដាវខេត្តរតនគិរីបាទសូមអនុញ្ញាតបញ្ចប់តែត្រឹមហ្នឹងហើយនៅក្នុងនោះក៏មានការចូលរួមពីខេត្តរតនគិរីដែរដែលដឹកនាំដោយអាដាមថងសវុនជាប្រធានគណៈកម្មាធិការសាខាខេត្តមានលោកលីវិនអនុប្រធានគណៈកម្មការសាខាខេត្តលោកជំទាវគណៈកម្មការយុវជនជាដើមច្រើនទៀតដែលចូលរួមជួយយ៉ាងសស្រាក់សស្រាំទាំងអស់គ្នាអំពីគេហៅថាសកម្មភាពមនុស្សធម៌ហ្នឹងសូមជូនទៅលោកបត្រាវិញបាទសូមជើញបាទអរគុណលោកសង្កាត់ទូរទស្សនិកជនជាទីគោរពអានព័ត៌មានចុងក្រោយពាក់ព័ន្ធទៅនឹងបរិស្ថានវិញម្ដងគឺក្រុមហ៊ុន DHL Cambodia លោកបានរួមគ្នាដាំដើមឈើក្នុងទិវាយល់ដឹងសកលឆ្នាំ2015នឹងធ្វើម៉េចឲ្យបងប្អូនប្រជាពលរដ្ឋលោកចាប់ផ្ដើមមានការបញ្ជាការដាំដើមឈើបន្ថែមទៀតបាទហើយការដាំដើមឈើនឹងគឺមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធមានក្រុមហ៊ុន DHL Cambodia មាន3ផ្នែកមកពីក្រុមហ៊ុនខាងលើគឺ DHL Express Global Forwarding និង DHL Supply Chain បាទហើយលោកបានរួមគ្នាដាំដើមឈើជាង600ដើមព្រមទាំងផ្ដល់នៅម៉ាស៊ីនបូមទឹកដល់ល្អមួយសម្រាប់របងការពារដាំដើមឈើនិងបូករួមទាំងសេវាថែទាំរយៈពេល2ឆ្នាំដែរដល់អនុវិទ្យាល័យភ្នំជៀលស្រុកសំរោងទងខេត្តកំពង់ស្ពឺក្រមប្រធានបទនឹងគឺការដាំដើមឈើដើម្បីភពផែនដីជាការបង្ហាញពីការយកចិត្តទុកដាក់មួយកម្រិតទៀតក្នុងការជួយពង្រឹងដល់សហគមន៍និងឲ្យបងប្អូនប្រជាពលរដ្ឋចេះប្រភពផលក្នុងការដាំដើមឈើនៅក្នុងតំបន់របស់ខ្លួនការពារការឡើងកម្ដៅភពផែនដីហើយលោកនាយកគ្រប់គ្រងប្រចាំនៅក្នុងតំបន់អាស៊ីនៃក្រុមហ៊ុន DHL Express Cambodia លោកបានលើកឡើងថាទិវាស្ម័គ្រចិត្តជាសកល Global Volunteer Day នេះគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនានាដែលបុគ្គលិករបស់លោកនឹងបានផ្ដល់ជូននឹងត្រឡប់ទៅកាន់សហគមន៍វិញជាមាតុភូមិរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បាទអរគុណច្រើនលោកបត្រាអរគុណចំពោះទូរទស្សនិកជនដែលបានតាមដានទស្សនាហើយនឹងគាំទ្ររួមទាំងផ្ដល់ព័ត៌មាននិងមតិផ្សេងៗដើម្បីអភិវឌ្ឍឥឡូវនេះសូមពេលសម្រាប់ត្រឹមនឹងសិនតែទៀតយើងខ្ញុំនឹងភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មាននៅតាមបណ្ដាខេត្តបានខ្សឹបខ្សៀវប្រាប់ថាមានព័ត៌មានសំខាន់និងក្តៅមួយចំនួនដើម្បីផ្ដល់ជូនបងប្អូនកំពុងតែទស្សនាតែពេលនេះសូមពេលសម្រាប់មើលផ្លែសិនបាទឈឺសន្លាក់ចុករយសាច់ដុំសាឡាតិចឬខំក្រិចផ្លោះហើមជាំអាការៈតឹងច្រមុះវិលមុខឈឺក្បាល